បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបាទផ្លូវកូនដំរីបងប្អូនបាទខ្ញុំជិះមកឃើញបន្លាយទឹកស្អាតមែនទែនហើយមានចំណាប់អារម្មណ៍ណាបាទមានបាទមើលទៅឃើញមានស្រែមើលទៅមានឃើញបាទពុកម៉ែបងប្អូនកំពុងតែសកម្មភាពធ្វើបាទដាំដំណាំដាំដុះនិយាយទៅគឺស្រស់ស្រាយមែនទែនហើយនៅទីនេះគេហៅថាផ្លូវកូនដំរីហើយនេះពុកម៉ែបងប្អូនបាទមើលខាងក្រៅខ្ញុំបាទនេះគឺជាដំណាំដាំដុះឬក៏បាទស្រូវរបស់បាទបងពុកម៉ែបងប្អូនកសិករកំពុងតែដាំដុះហើយមួយទៀតនេះគឺបាទទឹកដ៏ស្រស់ស្អាតមែនទែនបាទគឺនៅតាមបន្លាយទឹកបាទនៅខាងផ្លូវកូនដំរីនេះបាទបន្លាយទឹកនេះអាចទៅហូរចេញពីបាទហូរទៅខាងម៉ាឡៃខាងខ្លាងាប់ហើយហូរទៅខាងបាទកូនដំរីបាទខាងដងអរ៉ាញ់នោះធ្លាយទៅដល់ខាងស្វាយទៅទៀតបាទពិតជាស្អាតមែនទែនហើយអារម្មណ៍ខ្ញុំនៅពេលនេះខ្ញុំមកប្រហែលជាម៉ោងឥឡូវនេះម៉ោង4កន្លះហើយបាទហើយបាទពុកម៉ែបងប្អូនដែលគាត់បាទតនេគាត់ចង់លក្ខណៈស្ងប់ស្ងាត់រ៉ូមែនទិកបាទស្រូបក្លិនបាទស្រូវដល់បាទស្រស់ស្រាយអីចឹងណាពុកម៉ែបងប្អូនអាចមកទស្សនាឬក៏មកលេងទីនេះបាទលក្ខណៈបាទគឺសុបាយចង់និយាយថាគឺរ៉ូមែនទិកបាទព្រមទាំងមានតុកអីដាក់មកកាទេលអីចឹងទាំងមកហើយជាមួយនឹងភេទជ្ជៈជាអីចឹងទៅណាបាទអាចបាទមានមើលទៅឃើញពពកអីស្រស់ស្អាតមែនទេហើយជាពិសេសហ្នឹងបាទគឺមើលទៅឃើញភ្នំបាទនៅខាងមុខខ្ញុំនោះក៏មានឃើញភ្នំទៀតបាទហើយថ្ងៃនេះផងដែរខ្ញុំនៅឈរនៅខាងកូនដំរីនេះមើលទៅខាងផ្លូវប៉ោយប៉ែតបាទកំពុងតែមានមេឃភ្លៀងបាទខ្លាំងមែនតើឃើញទេបាទឃើញស្នូទឹកធ្លាក់អីបាទបងប្អូនបាទគឺកំពុងតែភ្លៀងនៅប៉ោយប៉ែតហើយខ្ញុំនៅកូនដំរីនេះឡើយទេបាទបងប្អូនអញ្ចឹងបើសិនជាបងប្អូនបាទចង់មកលេងបាទគឺស្រស់ស្រាយមែនទែនបាទម៉ោង4ម៉ោង5ម៉ោង6គឺបាទលក្ខណៈដាក់តុកមកបាទជាមួយនឹងកាទេលក៏បានឬក៏បាទតន្ត្រីតិចទៅបាទចូលចិត្តហូបអីជាជាអញ្ចឹងបាទបងប្អូនមកទស្សនាជាមួយនឹងបាទបន្លាយទឹកនេះបាទធំមែនទែនបងប្អូនចង់50-60ម៉ែត្រហ្មងគាត់ទៅតឹងនៅបដ ாய் នេះបាទធំមែនទែនហើយខ្ញុំមើលទៅកន្លែងនេះបាទបងប្អូនអាចមកលេងបាទទស្សនាបានបាទដោយសេរីបាទឃើញថាមានការរៀបចំដ៏ស្រស់ស្អាតបាទស្រស់ស្អាតមែនទែនហើយនឹងស្រូបក្លិនខ្យល់បាទសំឡេងក្អាត់យំបាទហើយមាននេះគឺមានចាក់បេតុងស្អាតផងដែរបាទចាក់បេតុងស្អាតមែនទែនបាទឃើញមកភ្លឹងហ្មងបងប្អូនស្រស់ស្អាតមែនទែនហើយខ្ញុំរីកខមមិនឲ្យបងប្អូនបាទមកលេងនៅទីនេះឲ្យបានច្រើនបាទតែគ្រាន់ថានៅពេលដែលមកបាទជួយត្រៀមនៅអាហារចំណីឲ្យបានត្រឹមត្រូវវិចខ្ចប់ឲ្យបានបាទធុងសារ៉ាមដាក់ឲ្យបានល្អត្រឹមត្រូវកុំឲ្យខូចបរិស្ថានហើយទស្សនភាពនេះមើលទៅគឺឃើញស្អាតហ្មងបងប្អូនបាទដុំពពកនេះគឺមើលទៅចង់ស្មើនឹងយើងហើយបាទហើយជាពិសេសនៅភ្នំនោះក្រោយនោះទៀតមើលទៅរ៉ូមែនទិកមែនតើហើយហ្នឹងហើយបងប្អូនអញ្ចឹងបើសិនជាបងប្អូនតនេអាចមកបាទយកខ្យល់អាកាសឬក៏បាទរំសាយអារម្មណ៍បាទគ្រូគ្រៀតរបស់យើងបាទតឹងទ្រូងអីហ្នឹងមករំសាយនៅទីនេះបានបាទលក្ខណៈគ្រូសាឬក៏លក្ខណៈជាមួយនឹងហ្វេនមិត្តភ័ក្តិរបស់យើងណាបាទជាពិសេសហ្នឹងបើសិនជាមឿនគូស្នេហាផងបាទមកអង្គុយបាទគៀកកោយមើលទឹកមើលវាស្រែច្អល់នេះច្អល់នោះអូយនឹកឃើញសម័យខ្លួនឯងនៅក្មេងណាហើយជាចុងក្រោយនេះគឺជាបាទទីតាំងបើសិនជាពុកម៉ែបងប្អូនមិនស្គាល់បាទពុកម៉ែបងប្អូនអាចឆាតសួរនៅទីតាំងនេះបានបាទជីពីកូនដំរីមកបាទមកដល់ស្ពានទី2ហ្នឹងបាទពុកម៉ែបងប្អូនបាទបត់ស្ដាំមកឃើញហើយបាទកន្លែងហ្នឹងគឺបាទស្រស់ស្អាតមែនតើដូចខ្ញុំកាយវិការនិយាយអញ្ចឹងហើយបាទជាចុងក្រោយបើសិនជាពុកម៉ែបងប្អូនបាទឃើញអ្នកដែលគាត់លំបាកឬក៏បាទជួបផលលំបាកឬក៏មានការកំព្រាឲ្យតស៊ូនឹងជីវិតបាទពុកម៉ែបងប្អូនអាចឆាតឬក៏ comment ឬតាក់ទងតាមលេខទូរស័ព្ទខាងក្រោមនេះបានបាទក្រុមការងាររបស់ខ្ញុំនឹងបាទចុះទៅបាទជួយមើលឬក៏ជួយសម្រួលដល់ពួកគាត់ប៉ុន្តែខ្ញុំមិនមែនជាបាទអ្នកមានលុយកាក់អីច្រើនទេប៉ុន្តែនៅពេលដែលខ្ញុំធ្វើទៅមានសប្បុរសធម៌ឬក៏សប្បុរសជនគាត់បានចូលបន្តិចបន្តួចបានដើម្បីបាទជាសក្តីចែករំលែកឬក៏ជាបាទការជួយបាទដល់សង្គមជាតិបាទជាចុងក្រោយបាទសូមអរគុណនិងសូមជម្រាបលា